quịch một tô smart vi và xa tờ bia chạy chan nơi hàng nóng hay dương thừa cà lạc đô với máu lợi dụng độ sần máu kinh tha việc làng căng trộm nơi nâng tam đón so vì nắng cứ vì sai bỏ vía về việc chạy trộm chẳng tới cứ dương một bạn ca mưa lực nằm tệ hỏi ní cứ chỉ kiện bỏ viết đây dương ở bàn cắt về máu tới câu vì mình xây chỉ xaประมาณ đá ហើយបើនិយាយពីគុជវិញគឺថាខ្មៅអស់ហើយតែសម្រាប់អំពូតអីទេតែបើនិយាយពីចានវិញគឺឡើងខ្មៅក្រាំងតែម្ដងអញ្ចឹងយើងត្រូវការផ្លាស់ប្ដូរចាននេះបាទដោយសារតែយើងខូចតែចានទេអញ្ចឹងយើងអាចរក្សាបន្លឺនៅដែរហើយមូលហេតុដែលឆេះចានហ្នឹងគឺដោយសារតែវាអត់វល់កង្ហាបាទបើវល់កង្ហាវាអីដោយសារយើងពេលដាក់ម៉ូតូទៅវាគៀបទាំងហាលទៅគឺអត់ភ្លឺអត់វល់ទាំងហាលបាទសំទុះចឹងវាធ្វើឲ្យខាងក្នុងហ្នឹងគឺវាក្តៅអត់មានខ្យល់ចេញចូលគឺវាធ្វើឲ្យឆេះចានតែម្ដងអញ្ចឹងគឺយើងផ្លាស់ប្ដូរចានមកហើយនេះគឺអំពូលខ្ញុំថាទិញសម្រាប់សកួរថាលើខូចពូដល់ពេលទិញមកវាអត់ខូចពូវាបែរជាខូចចានអញ្ចឹងពូវាអត់អីទេគឺយើងធ្វើការផ្លាស់ប្ដូរចានទាំងអស់គ្នាបាទហើយចានយើងគឺមានមកទឹកដែលយើងបាទដោះពីអាចាស់មកយើងមានគុជអាចាស់មួយហ្នឹងហើយប្រភេទចាននេះគឺយើងពិបាករើខ្លាំងតែបាទអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរវាមកយើងគ្រាន់តែដូរចានមកវិញមកហើយជាគៀងនេះគឺអាចាស់ហើយខ្ញុំក៏មានកែវគុជថ្មីដែលមានមកទឹកដែរអានោះវាឆេះអំពូបាទតែវានៅក្របវាអត់អីចឹងហើយយើងទីទៀតយើងធ្វើការផ្លាស់ប្ដូរវាទាំងអស់គ្នាហើយនេះគឺយើងមានកែវគុជមកទឹកផងដែរបាទដែលយើងដោះពីអាចាស់របស់យើងពីមុនមួយអញ្ចឹងយើងខ្ជិលសម្អាតអាចាស់នេះអញ្ចឹងយើងមានអានេះស្រាប់អញ្ចឹងយើងយកអាថ្មីនេះមកយើងវាឆាប់ហើយបាទឆាប់បានដាក់ចូលជាគៀងវិញស្ងួតកាយស្ងួតអីអានេះគឺជាអាចាស់របស់វាហើយវាជាប់ដីហើយអញ្ចឹងយើងសម្អាតបានដែរតែគ្រាន់តែយើងមិនចាំបាច់សម្អាតទេយើងមានកែវល្អស្រាប់ហើយអញ្ចឹងយើងគ្រាន់តែដាក់ចូលមកចាប់ខ្ចៅចាប់អីវិញមកបាទឥឡូវនេះគឺថាយើងចាប់ហើយគឺពលឺវាភ្លឺស្អាតខ្លាំងមែនតើបាទបើទោះបីជាវាមិនបានពលឺ 100% ដោយអាចាស់របស់វាក៏វាបានប៉ុណ្ណេះគឺមើលផ្លូវអែមខ្លាំងមែនតើសម្រាប់ជីទៅខេត្តទៅអីបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណេះទេបាទសង្ឃឹមថាបងប្អូននឹងអាចយកទៅបាទអនុវត្តបានបើសិនជាខូចអីបាទអរគុណ